ជំនួបរវាងបរិយលេងនវត្រាននិងអតិថិជនទទួលលទ្ធផលវិជ្ជមានក្រោមវប្បធម៌សន្តិនិកនិងឯកភាពគ្នាបន្តជំរុញពន្លឿនការងារដល់ស្រ័យមួយចំនួនក្រុមការងារក្រសួងរៀបចំដែនដីនគររមណីយកម្មនិងសំណង់និងរដ្ឋបាលខេត្តកណ្ដាលបានបន្តដឹកនាំកិច្ចប្រជុំសម្រុះសម្រួលនិងដោះស្រាយករណីទិញឬលក់ផ្ទះដីឡូគម្រោងបរិយលេងនវត្រាននិងអតិថិជនដោយបានធ្វើការបន្តពិនិត្យលើសំណើសំណុំពរតំណាងអតិថិជនគម្រោង 6A និងជ្រែក100កាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025បើតាមក្រសួងរៀបចំដែនដីបានបញ្ជាក់ថាជាលទ្ធផលកិច្ចប្រជុំបានប្រកាន់យកវប្បធម៌សន្តិនិកនិងបានពិគ្រោះគ្នាប្រកបដោយស្មារតីយោគយល់ហើយក៏បានឯកភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយពន្លឿនការងារសាងសង់ផ្ទះការចាក់បំពេញដីឡូនិងហេហត្ថរចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់និងអតិភិបរបស់គម្រោងគួរបញ្ជាក់ថាគម្រោងផ្ទះនិងដីឡូលេងនវត្រាជ្រែក100និងគម្រោងផ្លូវជាតិលេខ 6A ដែលមានទីតាំងស្ថិតនៅភូមិជ្រៃ100និងភូមិអន្លង់ស្លែងឃុំសម្បួរមាសស្រុកមុខកំពូលខេត្តកណ្ដាល